បាទសូមគោរពនឹងជម្រាបសួរលោកតាលោកយាយលោកពូអ្នកមីងពុកម៉ែបងប្អូនប្រិមិត្តបាទសុខសប្បាយទេបាទអឺបើកភ្នែកឡើងបងកង់3បានចាប់កាន់ទូរស័ព្ទដៃហើយក៏អូសទៅឃើញคลิปវីដេអូមួយនៅក្នុង YouTube បាទឃើញគាត់បាននិយាយបែបនេះពុកម៉ែបងប្អូនចាំស្ដាប់ទាំងអស់គ្នាណាបាទនេះថាមៀជ្រែកបើកសម្រាចទៀតហើយពុកម៉ែបងប្អូនបាទមៀតាមជ្រែកបើកសម្រាចទៀតហើយវីដេអូនេះទើបតែបង្ហោះបានមួយថ្ងៃទេអ្នកចូលមើលដល់ទៅ 15K បាទនេះពុកម៉ែបងប្អូនប្រិមិត្តស្ដាប់ទាំងអស់គ្នាតើគាត់និយាយអំពីអ្វីបាទនេះណាបាទបាទនេះស្ដាប់ទាំងអស់គ្នាបាទមានអាយុ92ឆ្នាំ ស្ដាប់ពីមើលគឺជាអ្នកដែលបានរស់នៅមានតាមចរិតបើសម្រាប់ទៀតហើយបន្ទាប់ពីជុំជាប់មកពុកម៉ែបាទពុកម៉ែបន្ទាប់ពីជុំជាប់មានតាមចរិតបើសម្រាប់ទៀតហើយឥឡូវស្ដាប់ទៅស៊ីនស៊ីសមុទ្រតាំងពីម្ដាយឪពុកទី1ឪពុកទី2របស់លោកស៊ីនស៊ីសមុទ្រមានកូនប្រមាណហើយលោកស៊ីនស៊ីសមុទ្រមានកូនប្រមាណអ្នកហើយភរិយាទី1របស់គាត់មានកូនប្រមាណឈ្មោះអ្វីខ្លះហើយក្រោយមកលោកស៊ីនស៊ីសមុទ្របានបែកពីភរិយាទី1មួយរយៈទៅមានគូស្នេហ៍ម្នាក់ទៀតជាខ្សែរាជវង្សហើយក្រោយមកទៀតទើបមកជួបនាងឈឺនឹងគីរ៉ាគឺលោកយាយបានដឹងរឿងរ៉ាវក្រុមគ្រួសារលោកស៊ីនស៊ីសមុទ្រនឹងច្បាស់ណាស់ដោយសារតែគ្រួសារលោកយាយនិងគ្រួសារលោកស៊ីនស៊ីសមុទ្រគឺរាប់អានគ្នាជ្រាលជ្រៅមែនទែនក្នុងចំណោមអ្នកជិតខាងទាំងអស់គឺគ្រួសារលោកយាយតិចហេនេះទេដែលលោកស៊ីនស៊ីសមុទ្រក៏ដូចជាគ្រួសាររបស់លោកស៊ីនស៊ីសមុទ្រទាំងមូលគឺចូលចិត្តហើយជួនកាលលេងបៀតងជាមួយគ្នាទៀតផងនៅពេលយប់អញ្ចឹងរឿងរ៉ាវរបស់គាត់យើងស្ដាប់ទៅជក់ចិត្តមែនទែនហើយឃើញថាវីដេអូទី1ដែលខ្ញុំបានចាក់បង្ហាញឲ្យលោកអ្នកបានទស្សនាកន្លងទៅគឺឃើញថាបងប្អូនបានចូលទស្សនាច្រើនណាស់និងបានចូលរួមបញ្ចេញមតិជាច្រើនផងដែរហើយក្នុងចំណោមមតិជាច្រើននោះយើងក៏ឃើញថាមានក្រុមអ្នកមានខ្លួនណាក្រុមអ្នកធ្លាប់បានកសាងអំពើបាបឬលោកស៊ីនស៊ីសមុទ្រក៏ដូចជាក្រុមដែលធ្លាប់ជាបចៅធ្លាប់ប្រើសម្ដីអសរោះសម្ដីបាបកម្មផ្សេងឬគ្រួសារលោកស៊ីនស៊ីសមុទ្រក៏បានចូលមកជីខ្ញុំជាច្រើនដោយពាក្យអសរោះអត់សិលធម៌អត់ពូជជាច្រើនខ្ញុំដឹងថាពួកនេះមកពីណាហើយជាបកពួកខាងណាពួកនេះគឺចូលមកជីចូលមកខមមិនពាក្យមិនល្អចំពោះខ្ញុំគឺដោយសារតែខ្លាចខ្ញុំសួរលោកយាយអំពីរឿងរ៉ាវផ្សេងនាំឲ្យបែកការនៅអំពើបាបដែលពួកគេបានសាងលើគ្រួសារលោកស៊ីនស៊ីសមុទ្រកន្លងមកគឺពួកនេះខ្លាចបែកការព្រោះថាលោកយាយបានដឹងរឿងរ៉ាវក្រុមគ្រួសារលោកស៊ីនស៊ីសមុទ្រច្បាស់ណាស់អញ្ចឹងពួកនេះខ្លាចតែខ្ញុំសួរដេញដោលពីរឿងលោកស៊ីនស៊ីសមុទ្រធ្លាប់មានតំណែងទំនងជាមួយនឹងអ្នកនេះអ្នកនោះហើយនឹងឈ្មោះដែលពួកគេបង្កើតណាឈ្មោះស្រីម្នាក់ដែលពួកគេបង្កើតឡើងដោយខ្លួនឯងហើយថាមានកូនទៅពីជាមួយលោកស៊ីនស៊ីសមុទ្រគឺពួកនេះជាពួកសាងបាបកម្មលើគ្រួសារលោកស៊ីនស៊ីសមុទ្រហើយបងប្អូនមើលចុះខមមិនដែលមានពាក្យមិនល្អទាំងប្រមាណគឺសុទ្ធតែក្រុមបពុជនបោកប្រាស់ដែលប្រឌិតសាច់រឿងបំផ្លាញកិត្តិយសលោកស៊ីនស៊ីសមុទ្រកន្លងទៅទោះបីជាពួកនេះមិនហ៊ានប្រើរូបថតពិតមិនហ៊ានប្រើឈ្មោះពិតតែយើងដឹងថាពួកនេះគឺជាបណ្ដាជាក្រុមបពុគឺអ្នកដែលបំផ្លាញកិត្តិយសលោកស៊ីនស៊ីសមុទ្របាទអញ្ចឹងបងប្អូនមើលចុះហើយក្នុងវីដេអូទី2នេះពួកនេះប្រកាសជាប្រមូលគ្នាមកជាខ្ញុំទីឲ្យបងប្អូនមើលតាមខមមិនទៅដឹងណាឲ្យតែនរណាប្រើពាក្យអសរោះជាប្រមាថដោយប្រការផ្សេងគឺសុទ្ធតែជាបពុរបស់អ្នកបំផ្លាញលោកស៊ីនស៊ីសមុទ្រនឹងឯងបំផ្លាញកិត្តិយសបដិទ្ធរឿងឲ្យខ្លាចលោកយាយលើកឡើងពីរឿងដែលពួកគេប្រឌិតកន្លងទៅគឺនាំឲ្យអ្នកទស្សនាអ្នកតាមដានហ្នឹងគេដឹងពីរឿងពិតតែតាមពិតរឿងដែលពួកគេប្រឌិតនេះវាត្រូវបានបង្ហាញជាសាធារណៈថាជារឿងកុហកភូតភរហ្នឹងជាយូរមកហើយគ្រាន់តែអ្នកខ្លះគាត់នៅតែសពិលណាអញ្ចឹងដោយសារខ្លាចលោកយាយតិចអាចនិយាយរឿងពាក្យកុហកភូតភរនឹងពុកម៉ែបងប្អូនបាទហើយចុះពុកម៉ែបងប្អូនមានចាំនេះអ្នកដែលទៅសម្ភាសសួរនាំអតីតផ្ទះកំណត់លោកតាស៊ិនសមុទ្រនោះពុកម៉ែមានចាំនេះបាទចោលថាផ្ទះដើមមានជាអតីតផ្ទះកំណត់លោកស៊ិនសមុទ្រ
ដល់ក្រោយមកបដិសេធថាមិនមែនអាហ្នឹងស្អីអាហ្នឹងពីណាគេអ្នកភូតអ្នកកុហកបាទអ្នកប្រែក្រឡាស់សម្ដីបាទឥឡូវយើងបន្តទៀត មានវ័យ92ឆ្នាំបោះអាក្រាតពីរឿងរ៉ាវកុហកភុតភររបស់ពួកគេហ្នឹងទើបពួកគេតាមជីប្រមាថខ្ញុំបាទដើម្បីកុំឲ្យខ្ញុំបាទហ្នឹងរំលឹកឬក៏សួរដេញដោលពីរឿងហ្នឹងក៏ប៉ុន្តែដូចខ្ញុំបានជំរាបអញ្ចឹងថាខ្ញុំស្រាវជ្រាវបង្ហាញតែការពិតខ្ញុំមិនទៅចំណែនទៅឈ្នានេះតែចង់ចាញ់ចង់ឈ្នះណា ឥឡូវស្រាវជ្រាវតែការពិតពុកម៉ែបងប្អូនស្ដាប់ពាក្យសម្ដីអ្នកស្រាវជ្រាវគាត់ស្រាវជ្រាវតែការពិតអានេះខ្ញុំមើលនៅក្នុង clip វីដេអូ YouTube របស់គាត់ណាហើយខ្ញុំយកមកបង្ហាញឲ្យពុកម៉ែបងប្អូនប្រិយមិត្តស្ដាប់ទាំងអស់គ្នាហើយពិចារណាបាទពិចារណាទាំងអស់គ្នាគាត់ស្រាវជ្រាវតែការពិតណាស្រាវជ្រាវតែការពិតអញ្ចឹងពុកម៉ែធ្លាប់បានដឹងហើយ clip វីដេអូដែលបងកង3បានលើកយកមកបង្ហាញមហាជនពុកម៉ែបងប្អូនដឹងច្បាស់ណាស់រឿងអតីតផ្ទះដើមមានមែនទេពុកម៉ែបងប្អូនអ្នកណាជាអ្នកទៅស្រាវជ្រាវប្រហែលជាអ្នកនិយាយនេះហើយជាអ្នកទៅស្រាវជ្រាវសួរសម្ភារសួរនាំលោកយាយខៅថងយុទ្ធនោះមែនទេពុកម៉ែបងប្អូនបាទថាផ្ទះនេះគឺជាផ្ទះកំណើតរបស់លោកតាសិនមុតស្វាមីគាត់បាទអ្នកស្រាវជ្រាវគាត់ទៅសួរណាអ្នកនិយាយហ្នឹងពុកម៉ែបងប្អូនបាទហើយក្រោយមកលោកបើសម្រាប់ទៅផ្ទះដើមមាននោះបែរជាថាមិនមែនផ្ទះលោកសិននិមុតទេមិនផ្ទះកំណើតប្តីគាត់ទេពុកម៉ែបងប្អូនបាទណាអើយគាត់និយាយថាខាងលោកបើសម្រាប់បោកប្រាភូតកុហកចុះគេឲ្យធ្វើ DNA គេសុំធ្វើ DNA គេនៅរស់ចងោមិនក៏មិនទៅប្តឹងគេមិនទៅធ្វើ DNA ទៅលោកយាយធីមរីនៅរស់នោះមិនក៏ចេះតែបង្កើត clip វីដេអូអត់ប្រយោជន៍ណាថ្មេះតេដៀលគេបង្កើតសាច់រឿងទៅរកអ្នកណាយកមកនិយាយបាទអារឿងគេធ្លាប់ដូចគាត់និយាយថាលោកយាយស្គាល់ច្បាស់នៅប្រវត្តិរឿងរ៉ាវរបស់លោកសិននិមុតបាទក្រុមគ្រួសារលោកសិននិមុតធ្លាប់លេងបៀតកអីមួយគ្នាស្ដាប់បានទេសំដីមិញបាទអារឿងរាប់អានគ្នាស្គាល់ច្បាស់គ្រួសារហ្នឹងវាស្គាល់ហើយក៏ប៉ុន្តែរឿងអាចកំបាំងស្នេហាណាមានរឿងខ្លះក៏យើងដឹងរឿងខ្លះក៏យើងមិនដឹងទោះបីយើងស្និទ្ធស្នាលឪពុកម្ដាយក៏ដោយមានរឿងខ្លះក៏យើងដឹងមានរឿងខ្លះក៏យើងមិនដឹងឥឡូវប៉ុនភ្ជុំចប់ហើយហ្នឹងណាបាទនៅតែមានមាតាមច្រែកបើសម្រាប់ទៀតពុកម៉ែបងប្អូនបាទឥឡូវយើងមិនបាច់និយាយច្រើនទេអានេះគេថាមនុស្សសាន្តប៉ែវិញទេណាពុកម៉ែបងប្អូនណាបាទអានេះគ្រាន់តែខ្ញុំបើកភ្នែកឡើងអូទៅឃើញកាន់ទូរស័ព្ទអូ YouTube ទៅឃើញ clip វីដេអូហ្នឹងក៏ចុចស្ដាប់តិចទៅវាទើសពេកក៏យកមកបង្ហាញមហាជនពុកម៉ែបងប្អូនស្ដាប់ទាំងអស់គ្នាពិចារណាទាំងអស់គ្នាហើយនៅមានអ្នកគ្រប់គ្រងទៀតណាពុកម៉ែបងប្អូននៅមានអ្នកគ្រប់គ្រងទៀតណាអត់មានពិចារណាយើងមិនបាច់និយាយច្រើនទេយើងមិនបាច់គិតច្រើនទេណាលោកបើសម្រាប់នៅរស់យីធីមរីនៅរស់សាក់សៃអ្នកចិញ្ចឹមតាំងពីបាត់ជើងក្រហមងាលមិនក៏យើងមកទៅ DNA ទៅហើយយើងចោទគេថាបើសម្រាប់ឲ្យធីមរស្មីបងប្អូនបង្កើតហ្នឹងមិនគុំទៅ DNA ទៅពុកម៉ែបងប្អូនធ្លាប់ដឹងហើយលោកបើសម្រាប់ប្រកាសហ៊ានធ្វើ DNA មួយធីមរស្មីដែលក្រុមនោះចោទប្រកាសតែគាត់ហ៊ានតែពួកនេះអត់មានហ៊ានប៉ុណ្ណោះព្រោះអីហេតុអីបានអត់មានហ៊ានព្រោះខ្លាចដឹងការពិតថាលោកបើសម្រាប់មិនមែនជាបងប្អូនរបស់ធីមរស្មីហើយជាកូនបង្កើតរបស់លោកស៊ិនមុតពួកនេះនឹងខ្មាស់គេនឹងយកមុខទុកឯណាទេបាទអញ្ចឹងហើយមានតែវិធីមួយយ៉ាងផ្លូវមួយយ៉ាងដើរបង្កើតវីដេអូសួរនេះសួរនោះបាទហើយលើកយកប្រហែលចេះប្រហែលចុះណាហ្នឹងហើយដើម្បីបំភាន់សតិអារម្មណ៍មហាជនដែលនៅសពេចសពិលអញ្ចឹងឲ្យយល់ថាអូប្រហែលមិនក៏អញ្ចឹងមែនបាទមានតែវិធីដើរបង្កើតចឹងទេដើម្បីបន្តិចបង្អាក់នៅគេទៅយកគេឈ្មោះរបស់កូនពៅអាតរីសំលេងមានលោកស៊ិនស៊ីមុតពុកម៉ែបងប្អូនបាទសម្រាប់ខ្ញុំលោកបើសម្រាប់គឺជាកូន 100% បាទប៉ុន្តែរឿងអាចកំបាំងស្នេហាណារឿងជីវិតឯកជនរបស់គាត់ទោះបីគាត់ភ
พูดก็เหาะเรื่องปกปนเฉินสนายหาเฉินลุยแหละนี่นู้หันได้เกี่ยเรื่องเราบอกว่าปันไตสำหรับโกนลูกซึ่งสิมดก็คือมวยเราเพียเราไงบ่าปงไม่ปกปนใบชงอเฉินนี่นะใบชงอเฉินนี่ปูปูนี่คลาดยังไงลูกเบอร์สำรัจในรัวตานั่นลูกยีทิมรีในรัวตาสะใสเกในรัวตาไม่กนตึงเนี่ยจำใบใบลูกเบอร์สำรัจจ้ะยังใบกึศเฉินนี่ใบขวานชงอเฉินนี่อันนี้ก่อนนะยืงเลือกยังมาพิจารณาตั้งออกนี้ดิบ่าอันนี้ขยมเคยคลิปวิดีโอกดบ่ฮอตเตอร์เวทโดยมีหน้ารอบทางตื่นเป๊ะจุ่มจอบให้หนึ่งเมียตามใช้เบอร์สำรัจเฉยเลยพวกไม้บอกโอนอดมันจัดบอลในที่นี่พวกไม้บอกบ่าเฮ้ยนั่นเมียนเนี่ยความเถอะที่จังมาทางเมียนแปรเมียนเมียเมียนแปรเมียนเมียเมียนแปรเมียนเมียมองเฮ้ยเจ้าที่สะพูดก็họบอกปะบ่าเฮ้ยกรมบอลโลกนู่นตัวประกาศสะใส่น่าถือได้จริงไงงานจะเอาเช่พวกไม้เฮ้ยว่านึกเคยเรื่องแต่ตะกาปนายขยมมันจังvậy thếบ่าก่อนlà bà dương trong đăng ca bất dương mình bài đạo bằng cao clip video nè cho bà ma kia đi ơi nè đại chỗ comment lúc mình men krom bạ phụ tê mà hai chun đây con sờ lanh con dul chắc ba con comment chê bà ma nè đây là gì mình bất anh năng con khăng anh đi chia mà hai chun tê nè chỗ để comment lúc mình men krom bạ phụ tê nè chào krom bạ phụ nó không hay ở bây giờ là đấy phục mày ơi hú chất mình tên nè hú chất mình tên ơi cao tay miên nè con thở đái này nhưng hú chất à chẳng à ôi chỉ nằm mưa phục mày bông bồn không clip video đại cái thưa bằng hòn lên YouTube nè ôi tay miên clip video chê cái nia bỏ mát cái nia nâng cứ thà ô nè cho mưa nâng đập là cho họ mọt ở chân này ôi tại khơi clip video mà nè nâng à dây có pi lúc bớt ra dây pi nè trâu đừng mưa chờ này tay sầm ép ca bỏ sai rồi bong con bay dây ông pi sạch chặt thoi nhớ để thoi bơ là ở sân miên nè con thở đi ở sân miên nè trâu đừng mưa để bông mày bông bồn bà chăng à anh lấy chân bạch cứ chờ này đi anh này chứ môi khi mà đã xong mày đài là cong luôn chúng rất nhớ đi anh này nè mấy công tử tranh lôi tranh tử nè hỏi đi anh em vui sạch nhất con trai lúc sinh một tự bơi tầm rạch quạt prong nè cho bạn à tại bây giờ mình thưa anh ông miền này thà dương đăng cặp thà chị cô này tại dương mình thưa đầm bay bằng fly cái gì vô đầm nắp chim rồi bao lục sinh gì một đôi chia bằng fly lục sinh gì một chừng cái gì vô rồi bao lục sinh một nè រឿងស្នេហាទោះបីអ្នកឯងស្និទ្ធស្នាលមួយលោកសិននិមុតយ៉ាងណាក៏ដោយប៉ុន្តែអ្នកឯងដើរតាមសិនលោកសិននិមុតជាប់ទេដើរជាប់ទេបាទដើរតាមជាប់ទេវាអត់បាទអញ្ចឹងគេលួចលាក់ស្នេហាណាក៏យើងមិនដឹងហើយពីព្រោះសម័យនោះសម័យមិនមានបច្ចេកវិទ្យាទំនើបតាមដានដឹងទេដោយសម័យនេះយើងមានបច្ចេកវិទ្យាទំនើបអញ្ចឹងយើងស្រឡាញ់គ្នាតាណាក៏យើងដឹងដែរ Facebook chat គេឆែកឃើញតែសម័យនោះអត់មានទេណាត្រូវយល់ត្រង់ចំណុចហ្នឹងហូចចេះតែតាមធ្វើបាបគ្នាណាប្រមាថគ្នាគ្មានទីបញ្ចប់អញ្ចឹងភ្ជុំចប់ហើយណាមានចិត្តចេះធ្វើបន់ធ្វើអីផងទៅហ្នឹងហើយមិនថាចាស់ថាក្មេងទេណានេះធ្វើនិយាយទៅតាមអារម្មណ៍ដែលយើងដឹងតែមួយជ្រុងទូចតែមួយជ្រុងផ្សេងទៀតយើងអត់ដឹងថាតើគាត់ទៅមានស្នេហាតាណាអត់ដឹងទេមានតែណាមានតែអ្នកដែលនៅបែកគាត់នៅកន្លែងស្នេហានោះទេដែលដឹងណាមានតែលោកសិននិមុតហើយនឹងដៃគូនោះទេដឹងហើយនឹងបងប្អូនបង្កើតរបស់ខាងស្រីនោះទេដឹងដូចជាលោកយាយធីម៉ារីអញ្ចឹងគាត់ដឹងហើយព្រោះគាត់បងស្រីរបស់លោកយាយវិជ្ជរាណាគាត់បងស្រីគាត់ដឹងហើយណា
ចឹងឲ្យអ្នកដតេទៅដឹងវាអត់ដឹងទេជួនកាលដឹងតែមួយជ្រុងតូចហ្នឹងណាយើងនិយាយឲ្យមើលឃើញឲ្យសច្ចធម៌មិនមែនចេះតែកាន់ជើងខាងនេះខាងនោះទេពុកម៉ែបងប្អូនបាទណាបើសិនបានលោកបើសម្រាប់ចា DNA ទៅមិនមែនជាកូនអានេះជារឿងធម្មតាទៅណាពីព្រោះគាត់ក៏បានដឹងតាមរឿងរ៉ាវនេះពីលោកយាយធីមរីដែរប៉ុន្តែនេះគាត់កូនណាពុកម៉ែបងប្អូនបាទហើយមិនក៏តាមឈ្នានេះធ្វើបាបគាត់អញ្ចឹងគ្រាន់តែជារឿងកូនមួយសោះហ្នឹងគួរតាមខំគ្នាមិនឈប់ដែរអស់លោកស្រាវជ្រាវហើយអស់លោកស្រាវជ្រាវខ្លួនឯងមិនគិតណាលៀងគូខ្លួនឯងអត់ជ្រះផងហើយទៅចោតគេពុកម៉ែបងប្អូនបាទណាអរគុណណាស់ពុកម៉ែបងប្អូនបាទសូមជូនពរសំណាងល្អសូមចូលរួមបញ្ចេញមតិយោបល់ទស្សនៈត្រឹមប៉ុណ្ណេះឲ្យពុកម៉ែបងប្អូនពិចារណាទាំងអស់គ្នាណាបាទពីព្រោះខ្ញុំមិនចង់តបតឲ្យច្រើនទេគ្រាន់តែលើកយកមកបង្ហាញមហាជនឲ្យពិចារណាទាំងអស់គ្នាកុំចេះតែគាំទ្រនៅមនុស្សមួយចំនួនដែលបណ្ឌិតសាច់រឿងធ្វើคลิปវីដេអូមិនពិតប្រាកដបាទចេះតែបង្កើតបាទចេះតែទៅសម្ភាររឿងរ៉ាវណាដែលមិនពិតប្រាកដណាបាទតែសម្រាប់បងកង់3ធ្វើអ្វីតតែពិតប្រាកដបានធ្វើបាទណាអរគុណពុកម៉ែបងប្អូនសូមគោរពលាបាទ